Buat apa kata? Terus berapa? បាទសួស្តីបងប្អូនអរគ្នានេះជាព័ត៌មានដែលអាប់ដេតបន្ទាន់ដោយអ្នកនាំពាក្យក្រសួងការពារជាតិគឺបានថ្លែងថាយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទចំនួន2លើកដែលមកទល់ពេលនេះនៅតែបន្តធ្វើសកម្មភាពយោធានៅឡើយលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងថានៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទឃុំអូវិជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យចំនួន2លើកដែលមកទល់ពេលនេះម៉ោង 6:30 នាទីល្ងាចនៅតែបន្តធ្វើសកម្មភាពយោធានៅឡើយតាមបណ្ដាញសង្គមក្រសួងការពារជាតិលោកស្រីបានបញ្ជាក់ថាយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅលើកទី1វេលាម៉ោង 15:50 នាទីនិងវេលាម៉ោង 17:54 នាទីល្ងាចក្រមយោធាថៃបានបើកការបាញ់ប្រហារសារជាថ្មីនិងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជាមកដល់ពេលនេះនៅតែបន្តធ្វើសកម្មភាពយោធានៅឡើយនៅក្នុងភូមិព្រៃច័ន្ទឃុំអូវិជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានបង្កការរបួសជនស៊ីវិលចំនួន3រូបនិងចំនួន1រូបបានទទួលមរណភាពអ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថាការបើកការវាយប្រហារធ្វើឡើងបន្ទាប់អំពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់ដើម្បីនាំឲ្យមានការប៉ះទង្គិចនៅក្នុងហេតុការណ៍ខាងលើកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើងដោយប្រកាន់ខ្ជាប់បំផុតនៅការគោរពនិងការអនុវត្តបទច្បាប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរួមទាំងគោលការណ៍ដែលបានឯកភាពគ្នារវាងភាគីថៃកម្ពុជាដោយឈលលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិនេះតកតងជាមួយនឹងព័ត៌មានដែល Fresh News បានលើកឡើងថ្មីនេះនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះហើយនៅក្នុងនោះសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជានៅភូមិព្រៃច័ន្ទហើយនាំឲ្យមានអាជ្ញាធរដែនដីនិងគ្រប់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ក្នុងការការពារប្រជាពលរដ្ឋហើយសម្ដេចហ៊ុនម៉ាណែតបានណែនាំឲ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់និងកងកម្លាំងមានសមត្ថកិច្ចជាពិសេសក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋហើយសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី12ខែកញ្ញាឆ្នាំ2025នេះបានចេញសារថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើពលរដ្ឋស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទហើយសម្ដេចក៏បានណែនាំឲ្យអាជ្ញាធរដែនដីនិងគ្រប់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ក្នុងការការពារប្រជាពលរដ្ឋស្លូតត្រង់អញ្ចឹងនៅព័ត៌មានទាំងអស់នេះបងប្អូនបានឃើញហើយថាខាងភាគីថៃមិនបានគោរពបទច្បាប់បាញ់ទេហើយអ្វីដែលសំខាន់ហ្នឹងគឺបានន័យថាភាគីថៃហ្នឹងបានប្រើប្រាស់កម្លាំងប្រដាប់អាវុធហើយបានបាញ់មកលើជនស៊ីវិលកម្ពុជាដែលធ្វើឲ្យមានប្រជាពលរដ្ឋយើងចំនួន1នាក់តាមព័ត៌មានជាបឋមនេះបានបាត់បង់ជីវិតហើយ3នាក់ទៀតមានការរងរបួសធ្ងន់ស្រាលតាមព័ត៌មានខ្លះទៀតថាអាចមានស្លាប់ដល់ទៅ2នាក់ដែលព័ត៌មានអាប់ដេតមកហ្នឹងអញ្ចឹងយើងប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាសូមធ្វើការថ្កោលទោសចំពោះទង្វើរបស់ថៃដែលមិនគោរពទៅលើបទឈប់បាញ់និងកិច្ចព្រមព្រៀងដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីសហរដ្ឋអាមេរិកដូណាល់ត្រាំហើយនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
ហើយបានបន្តបង្កើតជាចំនួនផ្សេងៗដើម្បីបង្កហេតុក្នុងការផ្ទុះអាវុធមកលើប្រជាប្រដ្ឋស្លូតត្រង់របស់ប្រទេសកម្ពុជាអញ្ចឹងសង្ឃឹមថាកម្ពុជានឹងមានយន្តការក្នុងការប្តឹងឬក៏ថ្លែងការណ៍ទៅកាន់សហគមន៍អន្តរជាតិដើម្បីដោះស្រាយនៅបញ្ហារវាងកម្ពុជាថៃនេះដែលភាគីថៃគឺជាអ្នកទទួលនៅកំហុសទាំងស្រុងដែលភាគីថៃបានរំលោភបំពានលើបទច្បាប់បាញ់ហើយបង្កហេតុច្រើនលើកច្រើនសារមកលើកម្ពុជាជាពិសេសគឺមកលើប្រជាប្រដ្ឋស្លូតត្រង់របស់កម្ពុជាផងដែរសូមអរគុណ